បាទរីករាយស្វាគមន៍មកកាន់ YouTube Channel ខ្មែរ Learning រស់វាសនាថ្ងៃនេះខ្ញុំសូមបង្ហាញបន្តទៀតទាក់ទងនឹងសំណេរតែងសេចក្តីបែបបញ្យលប្រធានរបស់យើងគឺទាក់ទងទៅនឹងអក្សរសិល្ប៍បាទរីករាយស្វាគមន៍មកកាន់ YouTube Channel ខ្មែរ Learning រស់វាសនាថ្ងៃនេះខ្ញុំសូមបង្ហាញបន្តទៀតទាក់ទងនឹងសំណេរតែងសេចក្តីបែបបញ្យលប្រធានរបស់យើងគឺទាក់ទងទៅនឹងអក្សរសិល្ប៍គឺប្រធានទី5ហើយការសិក្សាអក្សរសិល្ប៍ឆ្លុះបញ្ចាំងឲ្យឃើញពីការប្រយុទ្ធគ្នារវាងសភាវៈល្អនិងសភាវៈអាក្រក់ចូលបកស្រាយដោយលើកយកអក្សរសិល្ប៍មកបញ្ជាក់សូមបញ្ជាក់ថាប្រធាននេះគឺជាវិញ្ញាសាប្រឡងបាក់ឌុបសម័យប្រឡង19សីហា2019ថ្នាក់វិទ្យាសាស្ត្រហើយខ្ញុំនឹងបញ្យល់ឡើងវិញអ្វីជាសភាវៈល្អហើយនិងអ្វីជាសភាវៈអាក្រក់ឥឡូវមើលទៅដល់ខ្លឹមសារខ្ញុំសង្ខេបជូនការសិក្សាអក្សរសិល្ប៍ឆ្លុះបញ្ចាំងឲ្យឃើញពីការប្រយុទ្ធគ្នារវាងសភាវៈល្អនិងសភាវៈអាក្រក់ការសិក្សាស្វែងយល់អំពីអក្សរសិល្ប៍ពិតជាសំខាន់ខ្លាំងណាស់នៅក្នុងនោះដែរអ្នកនិពន្ធរមែងលើកឡើងនូវការតស៊ូយ៉ាងខ្លាំងក្លារវាងតួអង្គល្អដែលតំណាងឲ្យសភាវៈល្អនិងតួអង្គមិនល្អដែលតំណាងឲ្យសភាវៈអាក្រក់សភាវៈនៃតួអង្គទាំងពីរប្រភេទនេះតែងតែប្រទាំងប្រទើសគ្នាតាំងពីដើមដល់ចប់ធ្វើឲ្យសាច់រឿងកាន់តែស្មុគស្មាញនិងបន្តរហូតដល់ទីបញ្ចប់បាទនេះខ្លឹមសារបើតាមការសង្កេតយើងឃើញថានៅក្នុងអក្សរសិល្ប៍តែមានការតតាំងគ្នារវាងអំពើល្អនិងអំពើអាក្រក់ដែលយើងនឹងឃើញមានតួអង្គល្អតួអង្គមិនល្អអញ្ចឹងណាឧទាហរណ៍ដូចក្នុងរឿងទុំទាវយើងឃើញតួអង្គល្អដូចជាទុំទាវនាងនោឬពេជ្រជាដើមហើយតួអង្គអាក្រក់ហ្នឹងគឺមានម្ដាយទាវឬបាក់ពួកអជួនអញ្ចឹងទៅណានិយាយរួមទៅនៅក្នុងអក្សរសិល្ប៍រមែងឆ្លុះបញ្ចាំងឲ្យឃើញពីទង្វើល្អនិងទង្វើអាក្រក់នោះឯងហើយខ្ញុំក៏បានធ្វើព្រៀងសេចក្តីជូនដែរទាក់ទងជាមួយនឹងបញ្យលពាក្យកន្លឹះដើម្បីឲ្យបងប្អូនងាយយល់អក្សរសិល្ប៍គឺជាវណ្ណកម្មឬស្នាដៃដែលបង្ហាញអំពីបញ្ហាជីវិតឬក៏បញ្ហាមនុស្សដែលត្រូវបានលើកបញ្ចូលទៅក្នុងស្នាដៃដោយប្រើមនោគតិរបស់អ្នកនិពន្ធមួយទៀតសភាវៈល្អសភាវៈល្អសំដៅទៅលើតួអង្គល្អអំពើល្អអំពើកុសលផ្សេងឯសភាវៈអាក្រក់សម្គាល់ទៅលើទង្វើទាំងឡាយណាដែលមិនល្អមិនគប្បីអាក្រក់ដែលមិនសមរម្យចំពោះមនុស្សជុំវិញខ្លួនអានេះគឺអត្ថន័យនៃពាក្យណាហើយព្រាងមួយទៀតខ្ញុំរៀងលើកអក្សរសិល្ប៍ច្រើនដែរគឺទាក់ទងនឹងការលើកឧទាហរណ៍ដើម្បីគ្រប់គ្រងប្រធានរបស់យើងឧទាហរណ៍របស់យើងគឺការសិក្សាអក្សរសិល្ប៍ឆ្លុះបញ្ចាំងពីការប្រយុទ្ធគ្នារវាងសភាវៈល្អនិងសភាវៈអាក្រក់ដូច្នេះនៅក្នុងការលើកឧទាហរណ៍យើងត្រូវលើកបង្ហាញឃើញថាមានការតតាំងគ្នារវាងអំពើល្អនិងអំពើអាក្រក់ឧទាហរណ៍ដំបូងគេដែលខ្ញុំលើកគឺក្នុងចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមគឺខ្ញុំលើកយករឿងរាមកេរ្តិ៍រឿងនេះបើសិនជាបងប្អូនមិនទាន់ចាំច្បាស់ឬមិនទាន់ស្ទាត់ទេអាចមើលឡើងវិញឬក៏រំលឹកម្ដងទៀតដើម្បីយើងកាន់តែចាំច្បាស់នៅក្នុងរឿងនេះខ្ញុំលើកអំពីការប្រជែងគ្នារវាងពួកអសុរៈនិងទេវៈពួកអសុរៈខ្ញុំសំដៅទៅលើក្រុងរាពណ៍ឬក៏បកពួករបស់ក្រុងរាពណ៍ដែលធ្វើអំពើមិនល្អហើយទេវៈគឺសំដៅទៅលើព្រះរាមដែលជាអវតាររបស់ព្រះវិស្ណុនិយាយទៅគឺលើកអំពីក្រុងរាពណ៍និងព្រះរាមតែម្ដងព្រោះអីព្រះរាមគឺមានតួនាទីការពារចក្រវាឡឯក្រុងរាពណ៍បំផ្លាញដូច្នេះហើយគឺជាការប្រជែងគ្នាខ្លាំងមែនទែននៅក្នុងរឿងរាមកេរ្តិ៍ហើយក្នុងនាមយើងជាអ្នកសរសេរយើងត្រូវបង្ហាញឲ្យឃើញថាក្រុងរាពណ៍និងព្រះរាមនឹងគឺប្រយុទ្ធប្រឆាំងគ្នាតាំងពីដើមរហូតដល់ចប់រឿងមួយទៀតខ្ញុំដកស្រង់ចេញពីចលនាអក្សរសិល្ប៍ពុទ្ធនិយមគឺរឿងពុទ្ធិសែនបងប្អូនប្រហែលជាធ្លាប់ឮរឿងពុទ្ធិសែនហើយក្នុងរឿងនេះខ្ញុំលើកអំពីនាងពៅពេលដែលត្រូវយកសន្តាមានឹងខ្វេះភ្នែកណាយើងខ្វេះបានតែម្ខាងទេតែសម្រាប់បងស្រីទាំង11នាក់នោះគឺខ្វាក់ភ្នែកទាំងអស់អញ្ចឹងហើយពេលកូនកាត់មកក៏ពួកគាត់ស៊ីកូនរបស់ខ្លួនឯងទាំងអស់ណាពួកឃ្លានពេកដោយឡែកសម្រាប់នាងពៅគឺបានការពារជីវិតកូនរហូតដល់ពេញវ័យកូននឹងហើយគឺឈ្មោះថាពុទ្ធិសែននេះហើយបន្តមកទៀតខ្ញុំនឹងលើកអំពីការតតាំងគ្នារវាងយក្សសន្ធមានិងពុទ្ធិសែនផងដែរហើយត្រង់អេសីប្រែរាជសារដើម្បីសង្គ្រោះជីវិតពុទ្ធិសែនព្រោះឯក្នុងរាជសារហ្នឹងគេដាក់ថាពេលទៅដល់ទាំងយប់ស៊ីទាំងយប់ទៅដល់ថ្ងៃស៊ីទាំងថ្ងៃប៉ុន្តែអេសីបានបដូរខ្លឹមសាររាជសារហ្នឹងទៅជាទៅដល់យប់កើតទាំងយប់ទៅដល់ថ្ងៃកើតទាំងថ្ងៃឧទាហរណ៍មួយប្រភេទទៀតខ្ញុំលើកយកអក្សរសិល្ប៍ខេមរនិយមគឺលើករឿងកុលាបបៃលិនដែលជាស្នាដៃរបស់លោកញុកថែមគឺខ្ញុំលើកអំពីការប្រកួតគ្នារវាងចៅចិត្រនិងបល្ល័ង្កស្រុកសង្កែហ
ហើយឧទាហរណ៍បន្ទាប់ទៀតគឺខ្ញុំលើកយករឿងមីលាដួងចិត្តរបស់លោកនូហាចដែលបង្ហាញពីទីឃវុត្តការពារជាតិដើម្បីប្រឆាំងនឹងចោរសៀមខ្ញុំហៅចោរសៀមព្រោះសៀមសូវល្អមួយខ្មែរយើងប្រហែលនេះតែឈ្លានពានខ្មែរយើងគ្រប់សម័យកាលណាដូច្នេះនៅក្នុងរឿងមីលាដួងចិត្តនេះគឺក៏បង្ហាញពីទង្វើអាក្រក់របស់សៀមដែរគឺចោរសៀមរឿងមួយទៀតគឺរឿងកូលីកំណែននិពន្ធដោយលោកអ៊ឹមធុកហើយរឿងនេះខ្ញុំលើកត្រង់ប្រជាជនខ្មែរយើងជាមួយនឹងអាណានិគមនិយមជប៉ុនដែលជប៉ុនគេសង្កត់ខ្មែរយើងទៅធ្វើជាពលករនៅប៉ូជិនតុងរឿងមួយទៀតគឺរឿងភូមិដេរិឆានដែលនិពន្ធដោយលោកដឹកគៀមនិងឌឺអំខ្ញុំលើកត្រង់ប្រជាជនខ្មែរនិងអាណានិគមនិយមបារាំងហើយទាពន្ធដារហួសកម្រិតពេកធ្វើឲ្យប្រជាជនពិបាករស់នៅឧទាហរណ៍មួយទៀតខ្ញុំលើកត្រង់រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់និពន្ធដោយលោកស៊ុនសរិនខ្ញុំបង្ហាញអំពីអង្គសម្ដេចឪបានដណ្ដើមឯករាជ្យពីបារាំងពេញលេញនៅថ្ងៃ9វិច្ឆិកា1953ដែលព្រះអង្គខិតខំទាមទារប្រយុទ្ធប្រឆាំងជាមួយនឹងអាណានិគមនិយមបារាំងអក្សរសិល្ប៍មួយទៀតខ្ញុំលើកយករឿងថៅការចិត្តចោលដែលនិពន្ធដោយលោកពៅយូឡេងនិងអ៊ុំឈឿនត្រង់នេះខ្ញុំលើកពីការទាមទារស្វែងរកយុត្តិធម៌រវាងពូហំមានសុកគង់ត្រីផនិតនិងថៅកែបាទជាតួអង្គពូហំមានសុកគង់ត្រីផនិតនេះគឺជាតួអង្គល្អឯថៅកែគឺជាតួអង្គអាក្រក់រឿងមួយទៀតខ្ញុំលើកយករឿងមហាចៅនៅទល់ដែននិពន្ធដោយលោកសាងសវ៉ាតរឿងនេះបើសិនជាបងប្អូនមិនសូវជាចេះទេអាចអានបន្ថែមឬក៏ស្រាវជ្រាវបន្ថែមបន្តិចទៅហើយខ្ញុំលើកត្រង់តួអង្គឈ្មោះមាននុនបានសម្លាប់កាមាហើយមាននុនបានប្រយុទ្ធប្រឆាំងនឹងចៅសៀមឈ្លានពានបាទរឿងនេះទាក់ទងសៀមដែរឧទាហរណ៍មួយទៀតខ្ញុំលើកយករឿងដេកជូយ៉តនិពន្ធដោយលោកទីជីហួតរឿងនេះខ្ញុំលើកត្រង់ដោយជូមាសយ៉តនិងជំទាវស្រែនរួមគ្នារកវិធីកម្ចាត់ជនក្បត់ឈ្មោះថាស្ដេចសម្រែហើយរឿងចុងក្រោយគឺរឿងទុំទាវនិពន្ធដោយព្រះភិក្ខុសោមរឿងនេះខ្ញុំលើកអំពីការងើបតស៊ូនិងអំពើជិះជាន់ផ្ដាច់ការអក្សរសិល្ប៍ដែលខ្ញុំបង្ហាញមិញគឺច្រើនហើយខ្ញុំនឹងបរិសេចក្តីនៅក្នុងសេរីអធិប្បាយឲ្យកាន់តែល្អដើម្បីឲ្យបងប្អូនមានជម្រើសក្នុងការលើកឧទាហរណ៍បានច្រើនព្រោះប្រធានបទយើងគេឲ្យលើកអក្សរសិល្ប៍ជាងលើកអក្សរសិល្ប៍បានច្រើនមកបាទបងប្អូនចេះរឿងណាលើករឿងហ្នឹងមកបើមិនទាន់ចេះទេអានបន្ថែមទៅណាបាទសម្រាប់មេរៀនបន្ថែមបងប្អូនអាច scan លើ QR code នេះទៅដើម្បី join Telegram channel របស់ខ្ញុំនៅក្នុងនោះគឺមានមេរៀនជាច្រើនឬក៏ចូលទៅក្នុង Facebook page នាទីអក្សរសាស្ត្រខ្មែរ follow ម្នាក់មួយមកនិង YouTube channel ខ្មែរ Learning រស់វាសនាហើយចុច subscribe និងចុចសញ្ញាកណ្ដឹងមួយទៅដើម្បីងាយស្រួលក្នុងការទទួលនៅមេរៀនឬក៏វីដេអូថ្មីៗបន្តទៀតដើម្បីលម្អិតនោះចូលទៅមើលសេចក្តីអធិប្បាយទាំងអស់គ្នាប្រធានទី5ការសិក្សាអក្សរសិល្ប៍ឆ្លុះបញ្ចាំងឲ្យឃើញពីការប្រយុទ្ធគ្នារវាងសភាវៈល្អនិងសភាវៈអាក្រក់ចូលបកស្រាយដោយលើកយកអក្សរសិល្ប៍មកបញ្ជាក់ដូច្នេះក្នុងការបកស្រាយបងប្អូនត្រូវលើកយកអក្សរសិល្ប៍ជាពិសេសគឺអក្សរសិល្ប៍ខ្មែរទាំង3ចលនាដូចជាចលនាព្រាហ្មណ៍និយមចលនាពុទ្ធនិយមនិងចលនាខេមរនិយមដោយដែលខ្ញុំបានបង្ហាញនៅក្នុងចំណុចខាងដើមអញ្ចឹងហើយសូមបញ្ជាក់ថាសំណេរនេះគឺជាវិញ្ញាសាប្រឡងបាក់ឌុបគឺសម័យប្រឡងគឺគៀកនឹង COVID-19 សីហា2019ថ្នាក់វិទ្យាសាស្ត្រកុំឲ្យខាតពេលឥឡូវយើងមើលសេចក្តីអធិប្បាយទាំងអស់គ្នាខ្ញុំ scroll ចុះក្រោមបន្តិចឥឡូវនេះខ្ញុំអានខ្លឹមសារដែលខ្ញុំបានសរសេរណាបាទបើសិនជាបងប្អូនមានកន្លែងណាមិនយល់ឬក៏ឆ្ងល់កន្លែងណានោះអាច comment សួរបន្ថែមបានសូមបញ្ជាក់ណានេះគឺជាសំណេរបែបបញ្យលអញ្ចឹងការសរសេរយើងគោរពតាមគោលការណ៍និងក្បួនខ្នាតនៃសំណេរបែបបញ្យលទាំងអស់ឥឡូវយើងមើលខាងដើមនេះគឺជាលំនាំបញ្ហាដែលខ្ញុំអានតិចណាអក្សរសិល្ប៍គឺជាកម្រងឯកសារស្ដីអំពីជីវិតគឺអ្នកនិពន្ធមកលើកយកបញ្ហាសង្គមណាមួយដែលខ្លួនធ្លាប់ដឹងធ្លាប់ឮមកលាតត្រដាងនៅក្នុងវណ្ណកម្មរបស់ខ្លួនដោយលាយឡំទៅដោយសិល្បៈសិលវិធីនិងបញ្ចូលនៅរូបអារម្មណ៍រួមទាំងមโนសញ្ចេតនាដ៏រស់រវើកបន្តមកទៀតយើងចូលទៅចំណូលបញ្ហាទន្ទឹមនឹងនោះដែរក៏ស្រាប់តែមានការលេចឡើងនៅទស្សនៈមួយដែលអះអាងថាការសិក្សាអក្សរសិល្ប៍ឆ្លុះបញ្ចាំងឲ្យឃើញពីការប្រយុទ្ធគ្នារវាងសភាវៈល្អនិងសភាវៈអាក្រក់ចំណូលបញ្ហាហើយយើងចូលចំណោទបញ្ហាម្ដងតើគំនិតដែលបានពោលដោយខាងលើនេះមានខ្លឹមសារយ៉ាងដូចម្ដេចបាទយើងចាប់5សេចក្តីហើយយើងបន្តទៅតួសេចក្តីរបស់យើងគឺឃ្លាភ្ជាប់សេចក្តីបញ្យលពាក្យគន្លឹះបញ្យលនៃប្រធានបំណត់ស្រាយនិងសរុបសេចក្តីឥឡូវខ្ញុំសូម select
ដើម្បីជួយឲ្យការបកស្រាយកាន់តែក្បោះក្បាយនោះជាដំបូងគួរគប្បីយល់នៅពាក្យកលឹះមួយចំនួនជាមុនសិននេះចូលទៅយកពាក្យកលឹះតែម្ដងពាក្យថាអក្សរសិល្ប៍ស្ដែងពីវណ្ណកម្មតែនិពន្ធដែលពោពេញទៅដោយសិល្បៈសិលវិធីរមែងឆ្លុះបញ្ចាំងឲ្យឃើញនៅតថភាពនិងផ្នត់គំនិតរបស់អ្នកនិពន្ធរីឯសភាវៈល្អសំដៅទៅលើមនុស្សអមនុស្សដែលច្រើនតែសារនៅអំពើត្រឹមត្រូវជាប្រយោជន៍ដល់សង្គមចំណែកឯសភាវៈអាក្រក់បង្ហាញពីពពួកតួអង្គទាំងឡាយណាដែលតែងតែបញ្ចេញសកម្មភាពមិនគប្បីបំផ្លាញអ្នកដទៃខាន់ទៅដកឃ្លាចូលទៅពន្យល់នៃប្រធានតាមទស្សនៈប្រធានទាំងមូលបានសបបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាកាលណាគេសិក្សាអក្សរសិល្ប៍រួចហើយនោះគេអាចនឹងឃើញមានការតតាំងគ្នារវាងតួអង្គល្អនិងតួអង្គអាក្រក់ជាក់ជាមិនខានឥឡូវយើងបន្តទៅបំណោតស្រាយរបស់យើងគឺលើអក្សរសិល្ប៍ដែលខ្ញុំបានបង្ហាញពីខាងដើមណាឬទីមួយខ្ញុំលើកយករឿងរៀមកេតាមទ្រឹស្ដីអក្សរសិល្ប៍ត្រូវបានចែកចេញជា3ចលនាធំដូចជាព្រាហ្មណ៍និយមពុទ្ធនិយមព្រមទាំងខេមរនិយមជាដើមយ៉ាងណាមិញនៅក្នុងរឿងរាមកេរ្តិ៍ដែលជាស្នាដៃអក្សរសិល្ប៍ដ៏ល្អឯកមួយស្ថិតនៅក្នុងចលនាព្រាហ្មណ៍និយមបានលើកឡើងឲ្យឃើញពីដំណើរចាប់កំណើតរបស់ព្រះវិស្ណុដែលគេសង្កេតឃើញថាព្រះរាមជាអវតារហើយទ្រង់មិនដែលទុកឲ្យផែនដីនេះរងវិនាសកម្មនោះឡើយគឺគំតិចនរណាដែលអុកឡុកចក្រវាលជាទលហីករនៅពេលដែលឥសីវិស្វាមិត្រកំពុងធ្វើហោមពិធីស្រាប់តែមានយក្សមួយក្បាលឈ្មោះថាកាណសូរបានចូលមករំខានគ្រានោះព្រះរាមក៏ចេញសម្លាប់វាប្រកបដោយជោគជ័យមិនត្រឹមតែប៉ុណ្ណោះទ្រង់បានរំលាយពាលីចោលផងដែរដោយហេតុថាស្វានេះមិនសមជាមេដឹកនាំមានចរិតមិនសមប្រកបឡើយរួចក៏លើកសុគ្រីពវិញដែលស័ក្តិសមជាស្ដេចនៃនគរខាខិនបុរីបន្ថែមពីនេះទ្រង់បានធ្វើសង្គ្រាមជាមួយក្រុងរាពណ៍ក្នុងលក្ខណៈទ្រង់ទ្រាយធំទីបំផុតអំពើល្អក៏ឈ្នះដោយមិនអាចប្រកែកបានមួយវិញទៀតពិភេកហោរាដែលជាប្អូនប្រុសបង្កើតរបស់ក្រុងរាពណ៍ក៏ចេញមកប្រឆាំងនឹងទង្វើរបស់បងខ្លួនដែរដោយមិនអាចទុកឲ្យស្ដេចលង្កានេះធ្វើអ្វីតាមអំពើចិត្តឡើយមានតែរកវិធីចាក់ចេញនិងរំលាយចោលតែម្ដងមួយវិញទៀតគ្រាដែលព្រះរាមបានចេញទៅបាញ់ប្រើសមាសតាមការស្នើសុំរបស់ព្រះនាងសីតាហើយព្រះលក្សណ៍ក៏ទៅតាមទ្រង់ទៀតដោយទុកឲ្យនាងនៅតែឯងពេលនោះហើយជាឱកាសមាសដែលក្រុងរាពណ៍ចាប់យកនាងសីតាទៅក្រុងលង្កាប៉ុន្តែក៏ពើប្រទះនឹងបក្សីចិត្តធម៌មួយដែលមានឈ្មោះថាចតាយុជាអកុសលគេក៏ត្រូវរបួសធ្ងន់រួចក៏ធ្លាក់ដល់ដីមិនអាចសង្គ្រោះនាងសីតាបានឡើយនិយាយឲ្យខ្លីទៅការតតាំងគ្នារវាងសភាវៈល្អនិងសភាវៈអាក្រក់គឺមានច្រើនណាស់ដូចជារវាងចតាយុនិងក្រុងរាពណ៍រវាងពិភេកនិងបងប្រុសរវាងកានិសូរក្រុងរាពណ៍និងព្រះរាមជាដើមបាទនេះខ្ញុំលើកអំពីការប្រយុទ្ធគ្នានៅក្នុងរឿងរាមកេរ្តិ៍បងប្អូនចេះបងប្អូនលើកមកបើអត់ចេះទេបងប្អូនអានបន្ថែមទៅនឹងយល់ហើយរឿងបន្ទាប់ទៀតខ្ញុំលើកយករឿងនៅក្នុងចលនាពុទ្ធនិយមគឺរឿងពុទ្ធិសែនហើយខ្ញុំសូមសម្លេចបន្តទៀតត្រឹមនេះសិនណាដោយឡែកតាមរយៈអក្សរសិល្ប៍ដែលស្ថិតនៅក្នុងចលនាពុទ្ធនិយមក៏មិនខុសគ្នាប៉ុន្មានដែរតួយ៉ាងនៅក្នុងរឿងពុទ្ធិសែននាងទាំង12ត្រូវបានបពួកសន្ធមារចាប់យកទៅខ្វេះភ្នែកដោយហេតុថាយក្សនេះបានដាក់ស្នេហ៍សណ្ដំទៅលើព្រះស្វាមីរបស់ពួកនាងគឺព្រះនាមព្រះបាទរិទ្ធិស័ក្តិហើយមានតែនាងពៅទេដែលនៅសល់ភ្នែកម្ខាងថ្លែងពីនាងទាំង11នោះសុទ្ធតែសម្រាលកូនបានម្នាក់មួយប៉ុន្តែដោយសារសេចក្តីស្រែកឃ្លានមានឥទ្ធិពលធំធេងពេកទើបពួកគេចាប់ហែកកូនរបស់ខ្លួនឯងស៊ីទាំងរស់តែម្ដងមានតែនាងពៅទេដែលខំរក្សាកូនរហូតដល់ពេញវ័យមានឈ្មោះថាពុទ្ធិសែនកុមារនេះពេលធំពេញរូបរាងឡើងក៏មានចិត្តទូលំទូលាយចិញ្ចឹមស្រីទាំងអស់រួមទាំងម្ដាយផងឲ្យមានជីវិតនិងមានអាហារហូបចុករាល់ថ្ងៃចៅពុទ្ធិសែនបានរកព្រះបិតាឃើញហើយប៉ុន្តែយក្សសន្ធមារក៏រកល្បិចដើម្បីសម្លាប់គេទៅវិញដោយឲ្យគេនាំព្រះរាជសារទៅនគរខ្លួនក្នុងសារនោះបានសរសេរថាទៅដល់យប់ស៊ីទាំងយប់ទៅដល់ថ្ងៃស៊ីទាំងថ្ងៃប៉ុន្តែដោយសារគុណបុណ្យបារមីតាឥសីក៏បានប្រែខ្លឹមសារនៃព្រះរាជសារនោះវិញថាទៅដល់យប់ការទាំងយប់ទៅដល់ថ្ងៃការទាំងថ្ងៃថ្លែងពីនាងកង្រីជាបុត្រីរបស់សន្ធមារក៏គោរពតាមរាជសារនោះហើយនាងក៏បានយកពុទ្ធិសែនធ្វើជាព្រះស្វាមី
ផ្ទុយទៅវិញទ្រង់មិនដែលភ្លេចម្ដាយនិងនគរសោះឡើយនឹងបានរកវិធីគ្រប់បែបយ៉ាងដើម្បីរកកែវភ្នែកម្ដាយឲ្យឃើញទីបំផុតគេក៏អាចសម្រេចបានជោគជ័យភ្នែកនាងទាំង12ក៏ភ្លឺឡើងវិញរីឯយក្សសន្ធមារក៏ត្រូវស្លាប់ដែរហេតុនេះការតតាំងរវាងសភាវៈល្អនិងសភាវៈអាក្រក់បានធ្វើឲ្យដំណើររឿងនេះអស់បន្លាយរហូតដល់ទីបញ្ចប់ទីបំផុតអំពើកុសលឈ្នះរាល់អ្វីៗទាំងឡាយបាទខ្ញុំលើកយករឿងពុទ្ធិសែនបង្ហាញពីការតតាំងគ្នារវាងអំពើល្អនិងអំពើអាក្រក់ឬបន្តទៀតខ្ញុំលើកតកតនឹងចលនាសរសិលខេមរនិយមវារៀងច្រើនបន្តិចណាបាទតែការលើកជាស្ដែងបងប្អូនលើកឬណាយើងចេះទៅដល់ខ្ញុំស្លេចបន្តទៀតតកតនឹងចលនាសរសិលខេមរនិយមរឿងដំបូងខ្ញុំលើកយករឿងកលាបបៃលិនមួយវិញទៀតគេអាចសង្កេតមកមើលស្នាដៃអក្សរសិល្ប៍ដែលស្ថិតនៅក្នុងចលនាខេមរនិយមវិញម្ដងតាមរយៈរឿងកលាបបៃលិនដែលជាស្នាដៃនិពន្ធរបស់លោកញ៉ុកថែមបានសរបញ្ជាក់ឲ្យឃើញយ៉ាងប្រត់ជាក់ថាចៅចិត្តជាជនក្រីក្រតែមានសេចក្តីតស៊ូនិងហ៊ានជំនះរាល់របាំងឧបសគ្គទាំងឡាយដោយសេចក្តីក្លាហានបំផុតគ្មាននរណាដែលអាចប្រៀបផ្ទឹមបានមិនត្រឹមតែប៉ុណ្ណោះគេអាចសាងគុណសម្បត្តិយ៉ាងច្រើនសម្រាប់មនុស្សគ្រប់គ្នាពោរពេញទៅដោយសិលធម៌គុណធម៌ចរិយាធម៌ចេះគោរពនារីភេទនិងចវាយនាយជាដើមបើនិយាយពីបលិតស្រុកសង្កែវិញមានត្រឹមតែបុណ្យស័ក្តិទ្រព្យសម្បត្តិប៉ុណ្ណោះតែខ្វះសិលធម៌មានតែអំនួតអួតក្អេងក្អាងចុងក្រោយបាននាំថៅកែផាន់ដែលជាមេចៅចូលមកប្លន់ក្នុងផ្ទះរបស់លោកលូនរតនសម្បត្តិទៀតផងជាសំណាងល្អក៏ត្រូវបានចៅចិត្តបង្ក្រាបបានជួយការពារអាយុជីវិតចវាយនាយព្រមទាំងនាងខុននារីផងដែររឿងបន្ទាប់ទៀតខ្ញុំលើកយករឿងមីលីដួងចិត្តរបស់លោកនូហាចខ្ញុំសូមសិលេចត្រឹមនេះលើសពីនេះទៅទៀតក្នុងរឿងមីលីដួងចិត្តរបស់លោកនូហាចក៏បានលាតត្រដាងនៅអំពើឈ្លានពានរបស់សៀមមកលើទឹកដីខ្មែរទីឃវុតបានចូលបម្រើកងទ័ពដើម្បីការពារជាតិនិងសម្លាប់រាល់ចៅអប្រិយទាំងឡាយដែលយាយីមកលើអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជាហើយគេបានសន្យាក្នុងចិត្តថាបើកាលណាសៀមមិនព្រមប្រគល់ខេត្តបាត់ដំបងសៀមរាបមកឲ្យខ្មែរវិញទេគេនឹងមិនអាចមានទំនាក់ទំនងជាមួយនាងច័ន្ទមនីបានឡើយខ្ញុំសូមជម្រាបថានាងច័ន្ទមនីគឺជាកូនស្រីជនជាតិសៀមណាទីបំផុតសៀមក៏បានប្រគល់ខេត្តទាំងឡាយនោះមកឲ្យខ្មែរវិញដោយស្របច្បាប់ជាពេលដែលសៀមព្រមប្រគល់ទឹកដីមកវិញទើបទីឃវុតចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយច័ន្ទមនីឡើងវិញឬបន្តទៀតខ្ញុំលើកយករឿងគូលីកំណែនជាងនេះទៅទៀតតាមរយៈរឿងគូលីកំណែនរបស់លោកអឹមថុកក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីអំពើជិះជាន់របស់ពួកជប៉ុនដែលជាចក្រពត្តិនិយមនាសម័យនោះបានកែរាជខ្មែរគ្រប់ទីកន្លែងជាពិសេសភូមិចំបក់ប្រជាជននៅទីនោះត្រូវទៅធ្វើជាកម្មករដាច់ថ្លៃនៅពោធិ៍ចិនតុងសូម្បីតែលឹមដែលសល់តែមួយខែទៀតត្រូវរៀបការក៏មិនលើកលែងឡើយធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីនាងហេងដែលជាគូដណ្ដឹងរួមទាំងឪពុកម្ដាយចាស់ជរាផងដែរសេចក្តីឈឺចាប់ទាំងនេះពុំបានធ្វើឲ្យរាជខ្មែរនៅស្ងៀមឡើយគឺនូដងមឹងលឹមជាដើមបានចូលរួមក្នុងចលនាខ្មែរអ៊ីស្រាអែលដើម្បីងើបប្រឆាំងនឹងពួកចក្រពត្តិរហូតដល់មានសន្ធិសញ្ញាក្រុងហ្សឺណែវបាទរឿងបន្តទៀតខ្ញុំលើកយករឿងភូមិដេរិឆានមួយវិញទៀតនៅក្នុងរឿងភូមិដេរិឆានដែលជាវណ្ណកម្មរបស់លោកដឹកគៀមនិងឌឺអំក៏បានបង្ហាញនៅទង្វើដ៏ស្មោកគ្រោករបស់បារាំងដែលទារពន្ធដារយ៉ាងធ្ងន់ធ្ងរមកលើរាស្ត្រតូចតាចដោយគ្មានសេចក្តីមេត្តាទោះបីអង្វរយ៉ាងណាក៏មិនស្ដាប់ចុងក្រោយបពួកជួននឹងនៅរួមទាំងនាងនីនាងប៊ីផងក៏បះបោរួចសម្លាប់បាដេសប្រកបដោយភាពជោគជ័យឬបន្ទាប់ទៀតខ្ញុំលើកយករឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ពិសេសជាងនេះទៅទៀតវណ្ណកម្មរបស់លោកស៊ុនសុរិនគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បានឆ្លុះបញ្ចាំងនៅសង្គមពុករលួយជិះជាន់កេងប្រវ័ញ្ចវិបត្តិសង្គមសេដ្ឋកិច្ចក្រោមរបបបារាំងដែលធ្វើឲ្យប្រជាជនរស់នៅយ៉ាងវេទនារោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកតួយ៉ាងតាមរយៈតួអង្គសំត្រូវរងនៅសេចក្តីឈឺចាប់ព្រមទាំងប្រពន្ធគេធ្វើបាបគ្រប់ពេលវេលាក៏ប៉ុន្តែអង្គសម្ដេចឪពុំអាចនៅស្ងៀមបានទេក៏បង្ហាញប្រកាយតតាំងតាមរយៈការទូតដើម្បីស្វែងរកការគាំទ្រពីសំណាក់អន្តរជាតិរហូតធ្វើឲ្យបារាំងព្រមប្រគល់ឯករាជ្យជូនព្រះរាជាណាចក្រកម្ពុជាឡើងវិញបាទនេះខ្ញុំលើកអំពីការតតាំងរបស់ព្រះអង្គហើយអក្សរសិល្ប៍បន្តទៀតខ្ញុំលើកយករឿងថៅកែចិត្តចោល
ចង់នេះក្រៅពីនេះគេអាចសង្កេតមកមើលរឿងថៅកែចិត្តចោលដែលជាប្រភេទអត្ថបទល្ខោននិយាយនិពន្ធដោយលោកពៅយូលេងនិងអ៊ុំឈឿនបានបកអក្សរយ៉ាងចាស់ដៃទៅលើថៅកែមីយាថោកដែលបោកប្រាស់កម្មកររបស់ខ្លួនជាក់ស្ដែងពូហំត្រូវបានថៅកែសន្យាផ្ដល់ប្រាក់ 10,000 រៀលជាថ្នូរនឹងជីឡានបំបុកឡានថៅកែហុងលីពេលការងារបានសម្រេចគាត់ក៏បានទារលុយពីថៅកែប៉ុន្តែចៅហ្វាយរូបនេះពុំបានគោរពតាមសន្យានោះឡើយគ្រានោះហើយគេសង្កេតឃើញថាផានិតដែលជាអ្នកកាន់បញ្ជីរួមទាំងសុកមានគង្ទ្រីក៏ចេញមុខមកការពារពូហំទោះបីថៅកែបញ្ឈប់ពួកគេពីការងារក៏ដោយក៏ពួកគេមិនគាំទ្រអំពើអយុត្តិធម៌នោះឡើយនឹងត្រូវស្វែងរកភាពត្រឹមត្រូវជូនពូហំវិញរឿងបន្តទៀតគឺរឿងមហាចៅនៅទល់ដែនខ្ញុំសូមសិលេចត្រឹមនេះមកផ្សេងពីនេះតាមរយៈរឿងមហាចៅនៅទល់ដែនរបស់លោកសាងសវ៉ាតក៏បានស្ដែងឲ្យឃើញពីការប្រយុទ្ធយ៉ាងសកម្មរវាងមីនុននិងកាម៉ាផងដែរក្រៅពីនេះមីនុនបានប្រឆាំងនឹងអំពើឈ្លានពានរបស់សៀមមកលើខេត្តសេរីសុភ័ណ្ឌទៀតផងទីបំផុតរូបគេនិងខ្មែរគ្រប់គ្នាក៏ទទួលបានជ័យជំនះលើសមរភូមិនេះបាទខ្ញុំលើកខ្លីទេរឿងបន្តទៀតគឺរឿងដេជូយ៉តអ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះនៅក្នុងវណ្ណកម្មអក្សរសិល្ប៍រឿងដេជូយ៉តរបស់លោកទីជីហួតក៏បានលាតត្រដាងនៅអំពើក្បត់ជាតិរបស់ស្ដេចសម្រែដែលមានបំណងជ្រែករាជ្យផ្ដួលរំលំព្រះជ័យជាស្ដាក៏ប៉ុន្តែដេជូយ៉តខិតខំតតាំងយ៉ាងពេញដៃពេញជើងទៀតផងបន្ទាប់មកដេជូមាសមិនអាចកម្ចាត់ស្ដេចសម្រែបានសម្រេចឡើយថ្លែងពីភរិយារបស់គាត់គឺជំទាវស្រែនក៏ចូលខ្លួនមកបម្រើជាតិដោយប្រើល្បិចលេងលះនិងចោះចូលជាមួយស្ដេចសម្រែហើយពង្វក់ជនក្បត់ជាតិនេះរហូតដល់ធ្លាក់ក្នុងអបាយរបស់ខ្លួនទីបំផុតក៏អាចរំលាយបុគ្គលអាក្រក់នេះបាននិងបានធ្វើឲ្យនគរទាំងមូលស្ងប់សុខឡើងវិញបាទខ្ញុំលើកប៉ុណ្្នឹងទេហើយបងប្អូនចង់លើកបន្ថែមអំពីដេជូយ៉តយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សៀមទៀតលើកចូលមកណាបាទលើកចូលទៅអីទេត្រូវហើយតែខ្ញុំលើកប៉ុណ្្នឹងដើម្បីឲ្យវាវែងពេកហើយខ្ញុំលើករឿងមួយទៀតគឺរឿងទុំទាវបើតាមរយៈរឿងទុំទាវរបស់ព្រះភិក្ខុសោមបានឆ្លុះបញ្ចាំងឲ្យឃើញថាទុំទាវដែលជាប្តីប្រពន្ធនឹងគ្នាត្រូវបានព្រះរាជារៀបការឲ្យទៀតផងក៏ប៉ុន្តែម្ដាយទាវទេដែលរត់ល្បិចបញ្ឆោតឲ្យនាងវិលទៅត្បូងឃ្មុំវិញដោយកុហកថាខ្លួនឈឺធ្ងន់ហើយគ្រាដែលនាងទៅដល់ក៏ត្រូវម្ដាយចាប់ទៅផ្ទឹមការនឹងមើលងួនដំណឹងនេះក៏លេចលឺដល់ទុំនៅឯលង្វែកគេក៏សូមក្រាបថ្វាយបង្គំលាព្រះមហាក្សត្រដើម្បីទៅយកប្រពន្ធរបស់ខ្លួនមកវិញដោយមានភ្ជាប់ទាំងបរិយាសាទៅជាមួយផងដែរពេលទៅដល់ទុំបានបង្ហាញនៅសកម្មភាពឌឺដងឲ្យបាក់ពួកអជួននិងម្ដាយទាវចុងក្រោយពួកគេក៏ចាប់ទុំយកទៅសម្លាប់ចោលឯទាវបានធ្វើអត្តឃាតថ្លែងពីពេជ្របានពំនាំដំណឹងនេះទៅថ្វាយព្រះរាជាទ្រង់ខ្យាណាស់ក៏បានលើករាពណ៌ជាច្រើនទៅត្បូងឃ្មុំដើម្បីកាត់ទោសជនក្បត់ព្រះរាជបញ្ជាដោយចាប់ព្យួររស់ទាំងរស់និងដាក់បញ្ចូលអ្នកចូលរួមមង្គលការទាំងអស់ទៅជាអ្នកងារដើម្បីស្វែងរកយុត្តិធម៌ជូនវិញ្ញាណក្ខន្ធរបស់ទុំនិងទាវនិយាយទៅអក្សរសិល្ប៍ក្នុងចលនាខេមរនិយមមិនខុសពីពុទ្ធនិយមនិងព្រាហ្មណ៍និយមឡើយដោយហេតុអ្នកនិពន្ធរមែងលើកពីការតតាំងគ្នាយ៉ាងមោះមុតបំផុតរវាងតួអង្គល្អនិងតួអង្គអាក្រក់ដែលជួនកាលអាចអំពើកុសលឈ្នះអំពើស្មោកគ្រោកហើយពេលខ្លះទង្វើខុសខើមានប្រៀបជាសកម្មភាពត្រឹមត្រូវក៏មានដែរបាទខ្ញុំលើកប៉ុណ្្នឹងទេចុះបន្ទាប់មកយើងចូលទៅសរុបសេចក្តីមកគេសង្កេតឃើញថាអក្សរសិល្ប៍ក្នុងចលនាទាំងអស់បានលាតត្រដាងនៅភាពប្រទែងប្រទង់គ្នារវាងសេចក្តីស្មោះត្រង់និងអំពើទុច្ចរិតខិលខូចដូចយ៉ាងនៅក្នុងរឿងរាមកេរ្តិ៍ការប្រយុទ្ធគ្នារវាងព្រះរាមនិងក្រុងរាពណ៍រួមទាំងតួអង្គផ្សេងៗទៀតហើយគេក៏ឃើញទៀតថាក្នុងរឿងពុទ្ធិសែនតួអង្គពុទ្ធិសែនតែងតែរកវិធីគ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងយក្សរីឯយក្សសន្ធមារក៏រមែងប្រើកលល្បិចដើម្បីកម្ចាត់គូបដិបត្តិរបស់ខ្លួនវិញដែរចំណែកក្នុងអក្សរសិល្ប៍រឿងទុំទាវរឿងគូលីកំណែនរឿងមហាចៅនៅទល់ដែននិងរឿងក្នុងចលនាខេមរនិយមផ្សេងៗទៀតសុទ្ធតែបានលាតត្រដាងនៅភាពប្រទាំងប្រទើសយ៉ាងសកម្មតាំងពីដើមរហូតដល់ចប់ផងដែរត្រឹមនេះវាម្លែងតែប្រធានយោងតាមការបកស្រាយយ៉ាងលម្អិតខាងលើគេអាចវិតម្លៃបានថាប្រធានដែលលើកឡើងមកនេះគឺបានឆ្លុះបញ្ចាំងពីការពិតមែនដែលបានផ្ដល់ជាប្រយោជន៍និងជាពុទ្ធិមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវអក្សរសិល្ប៍ទាំងឡាយបាទនេះប៉ុណ្ណឹងខាងដកឃ្លាទៅយើងចូលដល់មតិផ្ទាល់ខ្លួន
ក្នុងនាមជាកុលបុត្រកុលធីតាខេមរាគួរក៏បីស្វាត់ស្វែងខិតខំរៀនសូត្រឲ្យបានចេះដឹងទាំងអស់គ្នាដើម្បីបង្កើននៅធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិយើងបាទខ្ញុំបញ្ចប់ប៉ុណ្ណឹងហើយខ្ញុំសូមជម្រាបថាសម្លេងនេះខ្ញុំសរសេរតាំងពីថ្ងៃទី24ខែសីហា2019បាទនេះជា QR code សម្រាប់ YouTube នេះជា QR សម្រាប់ Telegram Channel ក្រោយពីបានមើលវីដេអូនេះហើយសូមបងប្អូនយកទៅអនុវត្តផងណាបើសិនជាបងប្អូនមានចម្ងល់បន្ថែមអាច comment បានខ្ញុំនឹងព្យាយាមបញ្យល់បន្ថែមបាទហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យនៅក្នុងការសិក្សាជាពិសេសទទួលបាននិទេសល្អលើផ្នែកសំណេរតែងសេចក្តីនេះណាអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូបន្ទាប់